Hello នឹងឲ្យសួស្តីទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿងយើងបន្តទៀតតែពេលវគ្គមុនតួអង្គរបស់យើងបានធ្វើតេស្តជាប់ទាំង3វគ្គរួចទៅហើយតែលោកគ្រូរបស់គាត់បានប្រាប់ថាមុនទៅហាត់ Demon Slayer ឋានជារោរបស់យើងត្រូវកាត់ថ្មដ៏ធំនេះដាច់សិនដែលឋានជារោនៅពេលនោះនៅពេលដែលឃើញថ្មឋានជារោមានការសង្ហាចិត្តខ្លាំងមែនទែននៅពេលនោះឋានជារោរបស់យើងបានទៅហាត់រយៈពេល6ខែទៀតដើម្បីកាត់ថ្មនេះតែឋានជារោនៅតែកាត់ថ្មនោះមិនដាច់ដដែលនៅពេលនោះសារតែមានក្មេង2នាក់បានលេចឡើងមកតែឋានជារោមិនដឹងទេថាពួកគេមកតាំងពីកាលដែលក្មេងប្រុសមានឈ្មោះថាសាបេតូនិងក្មេងស្រីឈ្មោះថាអូប៊ីដូដែលពួកគេមកទាំងពីរដើម្បីជួយបង្ហាត់ឋានជារោរបស់យើងដែលក្មេងប្រុសរបស់យើងជួយបង្ហាត់អំពីក្បាច់គុនដាវឯនារីរបស់យើងបង្ហាត់អំពីផ្លូវដង្ហើមនៅពេលដំបូងឋានជារោរបស់យើងបានប្រកួតដាវឈើជាមួយសាបេតូតែឋានជារោមិនអាចឈ្នះសាបេតូបានទេតែរយៈពេល6ខែក្រោយមកសាបេតូនិងឋានជារោបានប្រកួតដាវមែនទែនហើយឋានជារោបានយកឈ្នះសាបេតូដោយកាត់ស្រោមមុខរបស់គាត់នៅពេលនោះសាបេតូនិងអ្នកស្រីនោះមានការសប្បាយចិត្តខ្លាំងមែនទែនដោយឃើញឋានជារោរបស់យើងមានការរីកចម្រើនហើយពួកគេទាំងពីរក៏បានជូនពរឋានជារោហើយក៏រលាបាត់នៅពេលនោះទៅបន្ទាប់ពីក្មេងទាំងពីរនោះបាត់ខ្លួនទៅឋានជារោបានភ្ញាក់ខ្លួនហើយឃើញថ្មនោះដាច់ជាពីរហើយនៅពេលនោះគ្រូរបស់គាត់ក៏បានដើរមកហើយឃើញថ្មដាច់ជាពីរគាត់ជាមានមោទនភាពចំពោះឋានជារោខ្លាំងមែនទែនហើយនៅយប់នោះគ្រូរបស់គាត់បានធ្វើអាហារឆ្ងាញ់ៗឲ្យឋានជារោហូបព្រមទាំងបកគលស្រមុកកញ្ជ្រោងមួយទៅឲ្យឋានជារោដែលប្រាប់ថាស្រមុកកញ្ជ្រោងនេះជាស្រមុកនាំសំណាងនៅពេលព្រឹកឡើងគ្រូរបស់ឋានជារោបានបកគលដាវ Demon Slayer ដែលជាដាវរបស់គាត់ឲ្យឋានជារោទៅប្រកួតហើយប្រាប់ឋានជារោថាមិនបាច់ខ្វល់ពីមេស៊ីកូទេគាត់ចេះមើលថែមេស៊ីកូហើយប្រហែលថ្ងៃក្រោយមកឋានជារោបានឡើងទៅដល់ភ្នំដែលត្រូវប្រកួត Demon Slayer ដែលនៅទីនោះមានមនុស្សមកប្រកួត Demon Slayer ច្រើនមែនទែននៅពេលនោះស្រាប់តែមានក្មេងស្រី2នាក់បានមកប្រកាសលក្ខខណ្ឌក្នុងការប្រឡង Demon Slayer ហើយប្រាប់ទៅអ្នកប្រកួតថាត្រូវរស់លើភ្នំនេះចំនួន7យប់7ថ្ងៃហើយក្មេងស្រីទាំងពីរនោះបានប្រាប់ថានៅលើភ្នំនេះសុទ្ធតែមានបិសាចសាហាវទៀតផងការប្រកួតរបស់យើងក៏បានចាប់ដើមនៅពេលដែលឋានជារោរត់ទៅនោះក៏បានជួបបិសាច2នាក់ហើយបិសាច2នាក់នោះក៏បានដណ្ដើមគ្នាដើម្បីចាប់ឋានជារោរបស់យើងហើយនៅពេលនោះឋានជារោរបស់យើងក៏បានលោតទៅកាត់ក្បាលអាបិសាច2នាក់ហើយនៅពេលនោះឋានជារោរបស់យើងក៏បានលោតទៅកាត់ក្បាលអាបិសាចទាំង2នាក់នោះតែម្ដងនេះជាលើកទី1ហើយដែលឋានជារោរបស់យើងសម្លាប់បិសាចដោយខ្លួនឯងហើយគាត់ក៏ចាប់ដើមមានទំនុកចិត្តលើខ្លួនឯងបន្តិចម្ដងបន្ទាប់មកឋានជារោបានធំក្លិននិងខ្មួលចេញពីបិសាចហើយនៅពេលនោះស្រាប់តែមានបិសាចម្នាក់ដេញតាមបុរសម្នាក់ដែលបិសាចនោះមានដៃច្រើនខ្លាំងមែនទែនហើយបានចាប់បុរសនោះកំពុងនឹងម្លាក់ស៊ីហើយនៅពេលនោះឋានជារោរបស់យើងក៏បានទៅជួយបុរសម្នាក់នោះដោយប្រើដាវកំបាច់ទឹកចំនួនទី2ដើម្បីកាត់ដៃឲ្យបិសាចម្នាក់នោះហើយបិសាចម្នាក់នោះក៏បានឃើញស្រោមមុខកញ្ជ្រោងនឹងឋានជារោហើយវាខឹងនឹងចង់ស៊ីឋានជារោខ្លាំងមែនទែនដោយដឹងថាគ្រូរបស់ឋានជារោដែលបានចាប់ឃុំវាអស់រយៈពេល47ឆ្នាំមកហើយបិសាចម្នាក់នោះឲ្យទៅឃើញកូនសិស្សរបស់អូការ៉ាគីតែងតែចាប់ស៊ីរហូតដោយវាស៊ីកូនសិស្សអូការ៉ាគីចំនួន13នាក់មកហើយដែលនៅក្នុងនោះក៏មានបុរសម្នាក់ហើយនិងនារីម្នាក់ដែលជួយបង្ហាត់ឋានជារោរបស់យើងដែរនៅពេលនោះឋានជារោពិតជាមានអារម្មណ៍ខឹងខ្លាំងមែនទែនហើយក៏បានលោតទៅកាប់អាបិសាចនោះតែម្ដងហើយត្រូវអាបិសាចនោះវាយមួយដៃត្រូវដើមឈើក៏សន្លប់នៅពេលនោះតែម្ដងនៅពេលនោះអាបិសាចនោះមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ហើយវាគិតថាបានស៊ីកូនសិស្សរបស់អូរ៉ាគីបានមួយទៀតហើយតែជាសំណាងឋានជារោរបស់យើងក៏បានក្រោកមកទាន់ហើយបានកាត់ដៃអាបិសាចនោះអស់យ៉ាងច្រើនតែអត់ប្រយោជន៍ទេដៃអាបិសាចពេលយើងកាត់ហើយគឺវាដុះមកវិញយ៉ាងឆាប់រហ័សមានតែវិធីមួយយ៉ាងប៉ុណ្ណោះដើម្បីសម្លាប់បិសាចនេះគឺយកដាវ Demon Slayer ទៅកាត់ក្បាលអាបិសាចនោះប៉ុន្តែនៅលើកមុននៅពេលដែលអូប៊ីតុឈិតស្លាប់ហើយអូប៊ីតុបានយកដាវ Demon Slayer ទៅកាត់ក្បាលអាបិសាចនោះតែកាត់មិនដាច់ដោយក្បាលអាបិសាចនោះវារឹងខ្លាំងមែនទែនហើយអាបិសាចនោះក៏ចាប់ផ្ដើមមានអំនួតលើខ្លួនឯងគិតថាឋានជារោរបស់យើងមិនអាចកាត់ក្បាលវាដាច់នោះទេតែជាសំណាងអាក្រក់ឋានជារោបានទៅកាត់ក្បាលអាបិសាចនោះដាច់ចេញពីខ្លួនរបស់វាថ្មិលនៅពេលនោះអាបិសាចនោះក៏មានអារម្មណ៍សោកស្ដាយមែនទែនដែលពីអតីតកាលវាបានស៊ីបងប្រុសរបស់វាហើយឋានជារោក៏មានអារម្មណ៍ដឹងក៏បានទៅចាប់ដៃវាហើយបានជូនពរវាឲ្យឆាប់ចាប់ជាតិជាមនុស្សឡើងវិញហើយកូនសិស្សទាំង13នាក់របស់យើងក៏បានស្លាប់ដោយបាត់ភ្នែកចិត្តហើយក៏រលាបាត់នៅពេលនោះតែម្ដងហើយសាច់រឿងរបស់យើងក៏បានកាត់បញ្ចប់នៅត្រឹមនេះសិនហើយរងចាំភាគបន្តនៅពេលឆាប់ៗនេះបន្តទៀត